dương nó không pe ní ruột nó không pe về liệt đọt lùm bạc mũi nó không xã rọt Amerik dương đang hai thà tiếp chỉ ăn tàu bờ vẽคือ ai មានការផ្លាស់ប្ដូរបងប្អូនខ្មែរឬមួយក៏អាស៊ីអាគ្នេយ៍យើងត្រូវបានគេបញ្ជូនទៅមេតុប្រទេសវិញបាទជិត 2000 នាក់ហើយដែរហើយដូច្នេះយើងក៏មិនគួរណាភ្លេចខ្លួនដែរបើសិនជាយើងមានសញ្ជាតិអាមេរិកកាំងក៏គេអាចបញ្ជូនយើងបានផងដែរបើសិនជាគេចាំបាច់ត្រូវតែបញ្ជូនយើងក៏ប៉ុន្តែបើសិនជាគេរោគមធ្យោបាយឬមួយក៏រោគលេសណាមួយមិនឃើញនៅក្នុងការបញ្ជូនយើងទេនោះយើងអាចរស់នៅស្រួលក៏ប៉ុន្តែនៅក្នុងពេលនេះខ្ញុំឃើញថាការបោះឆ្នោតគឺជាគន្លឹះសំខាន់នៅក្នុងការដែលយើងចូលរួមនៅក្នុងសកម្មភាពមួយចំនួននៅក្នុងទីក្រុងឡូវ៉ាល់យើងក៏ដូចជាចូលរួមនៅក្នុងសង្គមរបស់យើងផងដែរយើងដឹងហើយថាពេលណាដែលយើងទៅបោះឆ្នោតឬមួយក៏មិនទៅបោះឆ្នោតគេអាចដឹងថាតើអ្នកណាទៅបោះឆ្នោតខ្លះអ្នកណាមិនបានទៅបោះឆ្នោតខ្លះឆ្នាំណាទៅបោះឆ្នោតឬមួយក៏ឆ្នាំណាដែលមិនបានទៅបោះឆ្នោតគេអាចដឹងទាំងអស់គ្នាក៏ប៉ុន្តែពេលណាដែលយើងទៅបោះឆ្នោតគ្មានអ្នកណាអាចដឹងថាយើងបោះឆ្នោតជូនអ្នកណាម្នាក់នោះទេបាទនេះសំខាន់ណាស់ព្រោះថាយើងត្រូវតែចូលរួមកិច្ចការក្នុងសង្គមរបស់យើងមួយទៀតការបោះឆ្នោតនៅក្នុងតំបន់សង្កាត់ឬមួយក៏ទីក្រុងរបស់យើងសំខាន់ជាងបោះឆ្នោតជ្រើសរើសប្រធានាធិបតីខ្លាំងណាស់ប៉ុន្តែបងប្អូនមួយចំនួនគាត់អត់បានយល់ដូច្នោះទេគាត់អញ្ជើញទៅបោះឆ្នោតពេលណាដែលមានប្រធានាធិបតីឬមួយក៏ពេលណាប្រណាំងប្រជែងសម្រាប់ប្រធានឬមួយក៏រដ្ឋសភាពួកគាត់អញ្ជើញទៅបោះឆ្នោតនៅក្នុងកិច្ចការជាប្រធានាធិបតីយើងដឹងហើយថាពួកគេមិនអាចមានសារៈសំខាន់យ៉ាងច្រើនលើសលប់ដូចជាការបោះឆ្នោតនៅក្នុងតំបន់ឬមួយក៏ប្រចាំទីក្រុងទេការបោះឆ្នោតនៅក្នុងតំបន់ខ្ញុំចង់ផ្ដោតទៅលើការបោះឆ្នោតក្រុមប្រឹក្សាក្រុងឬមួយក៏គណៈកម្មការសាលារៀនប្រចាំទីក្រុងឡូវ៉ាល់យើងដូច្នេះខ្ញុំសូមអញ្ជើញឬមួយក៏ដាស់តឿនម្ដងទៀតសូមមេត្តាកុំឲ្យមានគេយល់លេសបាទបញ្ជូនយើងទៅស្រុកខ្មែរវិញឬមួយក៏មានបញ្ហាអ្វីមួយដែលយើងមិនបានចូលរួមនៅក្នុងកិច្ចការដែលជាភារកិច្ចឬមួយក៏ទូនាទីរបស់យើងក្នុងនាមជាប្រជាពលរដ្ឋរបស់សហរដ្ឋអាមេរិកបាទដូច្នេះហើយសូមអញ្ជើញចូលរួមបាទទោះបីជាបងប្អូនជឿខ្ញុំឬមួយក៏មិនជឿក៏ដោយក៏ប៉ុន្តែនេះគឺជាកាតព្វកិច្ចភារកិច្ចរបស់យើងដែលយើងត្រូវធ្វើនៅពេលណាដែលយើងទៅចូលសញ្ជាតិអាមេរិកកាំងយើងបានស្បត់ស្បាយថាយើងនឹងទៅបោះឆ្នោតបាទរៀងរាល់ពេលដែលចាំបាច់ត្រូវទៅបោះឆ្នោតឥឡូវបងប្អូនមួយចំនួនពួកគាត់មិនសូវចង់ទៅបោះឆ្នោតទេបាទគាត់អាចថាយកលេសរហូតបាទតាំងពីអត់មានអ្នកណាដាំបាយតាំងពីអ្នកណាអត់មានមើលកូនតាំងពីអត់មានឡានទៅដឹកតាំងពីជាប់រវល់ឬមួយក៏ធ្វើការវេនពីរអញ្ចឹងក៏ប៉ុន្តែនៅក្នុងពេលវេលាដែលបោះឆ្នោតគឺបើកម៉ោង 7 ព្រឹកបិទម៉ោង 8 យប់ទោះបីជាយើងធ្វើការវេន1ក៏អាចទៅបោះឆ្នោតបានធ្វើការវេន2ក៏អាចទៅបោះឆ្នោតបានធ្វើការវេន3ក៏អាចទៅបោះឆ្នោតបានបើយើងធ្វើការរត់ជួនកាលគេអាចឲ្យយើងឈប់ធ្វើការមួយថ្ងៃដើម្បីទៅបោះឆ្នោតទៀតផងបាទប៉ុន្តែចំពោះយើងរកលេសមិនទៅបោះឆ្នោតយើងអាចនិយាយគ្រប់បាទជ្រុងជ្រោយទាំងអស់ក៏ប៉ុន្តែយើងរស់នៅក្នុងពេលវេលាមួយដែលបញ្ហាអន្តរប្រវេសន៍គឺជាការផ្ដោតអារម្មណ៍យ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកយើងនេះគឺរដ្ឋបាលថ្មីរបស់លោកត្រាំដូច្នេះនេះគឺជាការដាស់តឿនមួយក៏ដូចជាការណែនាំតិចតួចសម្រាប់យើងទាំងអស់គ្នាចូលរួមនៅក្នុងការបោះឆ្នោតជាសំខាន់ការបោះឆ្នោតតំបន់សំខាន់បំផុតគឺវាទាក់ទងទៅនឹងការរស់នៅរបស់យើងសពថ្ងៃនេះពេលណាមានបញ្ហានៅក្នុងផ្ទះលោក Donald Trump ឬមួយក៏លោក Joe Biden មិនអាចមកជួយយើងបានទេកាលណាយើងមានសន្តិសុខបញ្ហាភ្លើងឬមួយក៏បញ្ហាអគ្គិភ័យបាទលោកប្រធានាធិបតីមិនអាចមកជួយយើងបានទេយើងមានបញ្ហាជាមួយនឹងសាលារៀនលោកគ្រូអ្នកគ្រូឬមួយចាងវាងប្រធានាធិបតីមិនអាចមកជួយលោកអ្នកបានទេបាទយើងមានបញ្ហាផ្លូវថ្នល់បាទប្រធានាធិបតីមិនអាចមកជួយយើងបានទេដូច្នេះហើយយើងត្រូវផ្ដោតទៅលើការដែលបោះឆ្នោតសំខាន់គឺក្នុងតំបន់ពេលណាគេឡើងថ្លៃតាក់ដូចជាទឹកភ្លើងឬមួយក៏ផ្ទះសម្បែងប្រធានាធិបតីឬមួយក៏អភិបាលរដ្ឋមិនអាចជួយលោកអ្នកបានទេបាទ
ដូច្នេះហើយយើងត្រូវពិនិត្យមើលឲ្យបានច្បាស់សួរថាតើយើងត្រូវបោះឆ្នោតឲ្យខាងណាបានសំខាន់ជាងខាងណាបាទនេះមិនមែនមានន័យថាយើងត្រូវទៅបោះឆ្នោតតំបន់ហើយមិនទៅបោះឆ្នោតខាងប្រធានាធិបតីមិនមែនទេក៏ប៉ុន្តែខ្ញុំចង់ដាស់តឿនឲ្យបងប្អូនយើងចូលរួមនៅក្នុងការបោះឆ្នោតទាំងអស់បាទក៏ប៉ុន្តែបើផ្ដោតលើអ្វីដែលសំខាន់ជាងនោះគឺបោះឆ្នោតឲ្យក្រុមប្រឹក្សាគុំសង្កាត់ក៏ដូចជាបោះឆ្នោតនៅក្នុងការដែលយើងជ្រើសរើសគណៈកម្មការសាលារៀនបាទដូច្នេះហើយសូមអញ្ជើញចូលរួមនៅក្នុងពេលវេលាដែលយើងអាចមានទៅបោះឆ្នោតឲ្យបានគ្រប់គ្នាជាពិសេសបាទយើងបានធ្វើកិច្ចសន្យាជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិករួចហើយហើយយើងនឹងទៅបោះឆ្នោតនៅពេលណាដែលយើងជាប់ចូលសញ្ជាតិជាអាមេរិកកាំងតើយើងបានគោរពតាមពាក្យសម្ដីរបស់យើងទេ